បងប្អូនវីដេអូនេះមានសារៈសំខាន់ដែលភាគច្រើនយើងអត់សូវដឹងតែទៅលំហាត់ប្រាណឲ្យបានត្រឹមត្រូវឲ្យយើងមានសុខភាពពេលក្រោយវីដេអូហ្នឹងខ្ញុំមកនិយាយពីរបបអាហារដែលចាំបាច់យើងហាត់ទៅបានផលពីសន្លាក់ឆ្អឹងហើយនឹងសរសៃហើយនឹងសាច់ដុំប៉ុន្តែមុននឹងចាប់ផ្ដើមខ្ញុំនិយាយខ្ញុំបញ្ជាក់បងប្អូនបន្តិចថានៅ Premium Fitness យើងគឺមាន promotion ពិសេសបងប្អូនបង់3ខែ free 1ខែហើយតេតើនឹងតម្លៃតាម$145.6ទេ3ខែហើយ free 1ខែជូនបងប្អូនអញ្ចឹងបងប្អូនបានទៅដល់4ខែបើចែកទៅ1ខែតែ36រៀលជាងទេបើចែកទៅអញ្ចឹងបងប្អូនចំណេញមែនតើតេតើនឹងទីតាំងមានផាសុខភាពឧបករណ៍ទំនើបបែប private ស្ងប់ស្ងាត់ពិសេសបងដែលគាត់ចង់បានកន្លែងហាត់ប្រាណអត់មានមនុស្សច្រើនញ៉ៃបងអាចមក Premium Fitness បានពិសេសផាសុខភាពអនាម័យតើបងប្អូនខ្ញុំចាប់ផ្ដើមនិយាយពីរបបអាហារមុនណាអាហារដែលមានសារៈសំខាន់សម្រាប់រាងកាយយើងដែលត្រូវធ្វើលំហាត់ប្រាណហ្នឹងណាមិនថាហាត់ខ្នងហាត់ដៃហាត់ពោះខាឌីយ៉ូជើងស្មាអីគឺអាហារទាំងអស់ហ្នឹងគឺមានសារៈសំខាន់ខ្លាំងមែនតើជួយសាច់ដុំយើងហើយនឹងហាត់ឆាប់បានផលណាអញ្ចឹងអាហារហ្នឹងមាន5មានដូចជាអាហារប្រូតេអ៊ីនកាបូហៃដ្រេតវីតាមីនមីណារ៉លហើយនិង good oil អាហារប្រូតេអ៊ីនដែលខ្ញុំនិយាយហ្នឹងគឺមាននៅក្នុងសាច់ត្រីបន្លែហើយនិងពងមាន់ដែលមានជាតិប្រូតេអ៊ីនច្រើនហើយកាឡូរីទាបតិចបំផុតណាគេហៅអាហារប្រូតេអ៊ីនដែលមានប្រូតេអ៊ីនដែលមានអាហារដែលខ្ពស់ប្រូតេអ៊ីនខ្ពស់ហើយនឹងមួយទៀតដែលខ្ញុំនិយាយហ្នឹងគឺកាបូហៃដ្រេតហ្នឹងគឺជាអាហារដែលដល់ទៅលើជាតិស្ករជាតិម្សៅឬក៏ភេសជ្ជៈឬក៏អាហារដែលមានជាតិសរសៃនៅក្នុងអាហារមានន័យថាជាតិសរសៃនៅក្នុងអាហារដែលមានជាតិសរសៃច្រើនគេហៅ carbohydrate តើតើនឹងវីតាមីនដែលខ្ញុំនិយាយគឺជាសារធាតុមួយដែលជួយទៅដល់សន្លាក់ឆ្អឹងហើយវាជាម៉ូលេគុលទូចនៃរាងកាយដើម្បីផ្ដល់រាងកាយយើងមានសុខភាពល្អហើយវីតាមីនអស់ហ្នឹងដូចជាប្រភេទវីតាមីន C អីហ្នឹងគឺវាត្រូវការវីតាមីនអស់ហ្នឹងតិចតួចសបំផុតដែលយើងត្រូវប្រើចំនួនល្មមដើម្បីជួយដល់ឆ្អឹងនិងសន្លាក់យើងត្រូវការវាច្រើនទេហើយតេតើនឹង mineral បងប្អូនខ្លះគាត់ថាស្អីគេ mineral ដែលគាត់អត់សូវដឹងមានចំនួនទូចដែលគាត់អត់យល់អត់ដឹងតេតើនឹង mineral គឺជាពួកប្រភេទជាតិដែកកាល់ស្យូមសូដ្យូមអីហ្នឹងដែលយើងត្រូវការតិចតួចដែរដែលមាននៅក្នុងអាហារអស់ហ្នឹងមាននៅក្នុងបន្លែផ្លែឈើគ្រាប់ធម្មជាតិនំប៉័ងអីក៏មានដែរតែយើងអត់ត្រូវការវាច្រើនទេវាត្រូវការតិចតួចបំផុតដើម្បីចិញ្ចឹមលើសរីរាងកាយយើងណាមួយទៀតអាហារចុងក្រោយដែលល្អចាំបាច់ដែរគឺ good oil ហ្នឹងគឺមានតួនាទីដែលយើងត្រូវការគឺតួនាទីជួយបេះដូងខួរក្បាលភ្នែកប្រឆាំងនឹងការរលាកឬក៏ចុករយពិសេសជួយឲ្យស្លាកយើងមានសុខភាពល្អអាអស់ហ្នឹងមាននៅភាគច្រើននៅក្នុងខ្លាញ់ដែលល្អប្រេងដែលល្អដូចជានៅក្នុងអូមេហ្គា3ខ្លាញ់ត្រីអីហ្នឹងគ្រាប់ធនជាតិអាខ្លាញ់ល្អហ្នឹងក៏មានប៉ុន្តែបើល្អច្រើនគឺភាគច្រើននៅក្នុងប្រភេទពួកខ្លាញ់ត្រីដូចអូមេហ្គា3បងប្អូនអាចញ៉ាំបានតែត្រូវការតិចតួចហើយឬក៏មុននឹងញ៉ាំបងប្អូនអាចទៅពិភាក្សាមួយដុកទ័រសិនបងប្អូនอย่าយកច្រឡំសាច់ដុំនៅក្នុងខ្លួនមនុស្សយើងណាមានតិចណាគឺមានច្រើនមែនទែនសាច់ដុំនៅក្នុងខ្លួនមនុស្សយើងគឺមានដល់ទៅ639សាច់ដុំហើយបែងចែកជា3ធំសាច់ដុំដែលមានសារៈសំខាន់មានបែងចែកជា3ធំតែមិនអត់និយាយទេ3នឹងដែលសារវែងពេកមួយទៀតតេតើនឹងសន្លាក់ឆ្អឹងបងប្អូនសន្លាក់ឆ្អឹងនៅក្នុងខ្លួនមនុស្សយើងគឺមានទៅដល់350សន្លាក់នៅក្នុងឆ្អឹងគឺមាន350ដែលវាធ្វើឲ្យរាងកាយយើងមានចលនាភ្ជាប់ពីមួយទៅមួយអញ្ចឹងមាន350